ប្រិមត្តទូរទស្សនិកជនជាទីគោរពស្វាគមន៍កម្មវិធី The Style Cambodia ចាបន្ទាប់ពីអស់លោកស្រីនាងកញ្ញាបានទស្សនាជាមួយនឹងការសម្ដែងរបស់តារាកិត្តិយសទាំងពីររូបរួចហើយនៅក្នុងវគ្គនេះក៏លោកអ្នកនឹងបានទស្សនាជាមួយនឹងការសម្ដែងជាបន្តទៅទៀតដែលវគ្គមុនគឺតាក់ទងទៅនឹងចាហេតុផលគឺកុហកប៉ុន្តែនៅក្នុងវគ្គនេះគឺយើងផ្លាស់ប្ដូរវិញម្ដងគឺយើងចូលដល់ភាពផ្អែមល្ហែមវិញម្ដងតែអ្នកទាំងពីរមានភាពផ្អែមល្ហែមរវាងគ្នានឹងគ្នាយ៉ាងណាចង់ឃើញវគ្គហ្នឹងស្រីក៏ចង់ឃើញដែរអូស្អីគេស្អីគេណាស្រួតតវគ្គមុនតិចណាចាបាទតវគ្គមុនតិចថាវគ្គមុនយើងមិនគេមិននិយាយឈ្មោះកូនធម្មតាទេខ្ញុំជាមួយនឹងពុនខ្ញុំក៏មុនមានកូនហ្នឹងក៏ខ្ញុំរហូតនឹកមុខកូនមុនហើយបាត់ហើយបាទកូនប្រុសឈ្មោះអីកូនស្រីឈ្មោះអីខ្ញុំរហូតនឹកបាត់ហើយបាត់ហើយចុះចំណែកអ្នកទាំងពីរវិញមិញគឺថាប្រហើបតែយើងកាត់បាទអ្វីដែលសំខាន់បំផុតនោះគឺប្រិមត្តទស្សនិកជនជាពិសេសគឺ fan ទាំងអស់ដែលគាំទ្រលោកប៉ាន់ចម្រុងនិងផិនស៊ូស៊ូលីបាទគឺចង់ដឹងមែនទេថាពីព្រោះថាស្នេហារបស់គាត់ផ្ដើមឡើងពីភាពរកម្មរកុសអញណាតែក្រោយពីរលូនចុះបន្ទាត់ please អូបន្ទាប់ពីខានយកបន្ទាត់ឲ្យរលូន .wkh.com.gmail យ៉ាយល់ណាកញ្ចប់មកកញ្ចប់អញ្ចឹងហើយចង់ដឹងតែកូនប្រុសឈ្មោះអីឥឡូវកូនខ្ញុំហ៎បើខ្ញុំដាក់កូនប្រុសឈ្មោះណែពួកខ្ញុំឈ្មោះចម្រុងហើយពួកខ្សែហ្នឹងគឺខ្ញុំចូលចិត្តដាក់ឲ្យវែងហ្មងខ្សែថាកូនឡើងខ្ញុំណាហ្នឹងហើយខ្ញុំចម្រុងគាត់ឈ្មោះដាលីសុបានតែសុកអញ្ចឹងឲ្យខ្ញុំចម្រុងចម្រើនចម្រុងសុហាន់បុកស្អីគេហាន់បុកកូនផងកូរ៉េចម្រុងលីហាំបុកចម្រុងសុហាន់បុកកូរ៉េអូនិយាយលេងមែនចម្រុងបានចម្រុងចម្រើនសុបានតែសុភមង្គលចុះអាហាមបុកហ្នឹងស្អីវិញហាន់បុកហ្នឹងហាំបុកអីគេហាន់បុកហ្នឹងបានន័យថាសុភមង្គលអូយសុវ័យសុវ័យមែនណាកូនមកឲ្យឈួរចឹងមែនឬក៏មិនឈ្មោះចឹងមែនដាលីចង់ដល់ពេលហើយកូនហើយធ្វើម៉េចជុំទាត់ណាអត់ចង់ពេលហើយកូនក៏ហើយកូនអត់កូនអីអាបុកអត់ទេអាស្រីស្រីហៅអេបងបុកគេយើងគេលយលយបងបុកវាលយហីម្នេះមួយផ្លេតថាម៉េចបងបុកបានថាបើសិនជាពាក្យបើសិនជាបុកបើបុកគ្រឿងបានថាលំអិតម៉ត់ឈឹងកូនប្រុសគឺត្រូវតែម៉ត់ចត់យល់ទេជាអ្នកវិភាគវេយ្យាករណ៍ហ្នឹងចង់ដាក់កូនត្រូវឲ្យមានឈ្មោះចឹងដោយលោកនេះក៏មានឈ្មោះកូនរបស់គាត់ហ្វេមមើលអីចឹងទៅណាល្បីល្បាញអីចឹងខ្ញុំឲ្យចងកូនប្រុសខ្ញុំលក្ខណៈដូចថាមានការមើងម៉ាត់ចាត់ហើយសំខាន់ទៀតលំអិតចំពោះការងារគ្រប់យ៉ាងហ្នឹងបាទធម្មតាចម្រុងខ្ញុំយល់ស្របភាសាថាមើងម៉ាត់ចុះទៅពេលធ្វើការមួយដែលប្រកបវិជ្ជាណាហ្នឹងហើយភាសាហាមបុកនោះគឺត្រូវហើយហាន់បុកទៅពេលឥឡូវទៅតាលោករីអូយើងនិយាយស្ដាប់ខុសឥឡូវចេះទៅពេលលោករីឯងហៅក្មួយថាម៉េចបុកទៅហាន់បុកព្រោះគេហាន់បុកចង់និយាយថាខ្មែរយើងពេលហៅយើងក្មួយយើងពូក្មួយណាពួកយើងបងប្អូនគ្នាហ្នឹងហើយណាយើងហៅក្មួយបុកមកណែក្មួយឥឡូវវាជាឈ្មោះចម្លែកអីមិនចម្លែកទេឈ្មោះចម្លែកអត់ទេមកយើងគិតចម្លែកវាចម្លែកទេតែប៉ុន្តែគេមានអត្ថន័យរបស់គេត្រូវហើយបើមួយទៀតកូនស្រីខ្ញុំកូនស្រីវិញកូនស្រីខ្ញុំចម្រុងស៊ូប៊ូយ៉ុងបុកកូរ៉េទៀតបាទប៊ូយ៉ុងពួកប្រពន្ធខ្ញុំដូចកូរ៉េអញ្ចឹងអត់ប៊ូយ៉ុងខ្ញុំឆ្លាញ់នេះគាត់ដូចកូរ៉េអញ្ចឹងកូនខ្ញុំត្រូវតែកូរ៉េតាមការបាក់យ៉ុងហ្មងទៅអត់ទេអត់បាក់យ៉ុងប៊ូយ៉ុងប៊ូយ៉ុងមានន័យថាម៉េចប៊ូយ៉ុងសាក់មើលស៊ុប៊ូយ៉ុងបានន័យថាទុនភ្លុនសុភាពរៀបសារភាសាអីគេបងកូរ៉េបល័យអត់ទេចុះចម្រុងមិត្តភ័ក្ដិឯងដូចមិត្តភ័ក្ដិចម្រុងឯងរាប់ឆ្នាំដែរណាហើយដល់អាលីក៏ប្អូនស្រីឯងរាប់ឆ្នាំដែរប៉ុន្តែឈ្មោះពេលខ្លះទទួលយកបានចម្រុងអាមួយហាបុកណាឈ្មោះកូនស្រីប្រម៉ៃហាន់បុកដល់ពេលខាងនេះប៊ូយ៉ុងហើយស្រីប៊ូយ៉ុងយ៉ាប៊ូយ៉ុងអូស្អីពាក្យថាដូចថាយ៉ុងដែលពីយ៉ុងហ្នឹងម៉ាស៊ីនកាលណាយ៉ុងគឺចាប់ហើយអញ្ចឹងចង់និយាយថាកូនស្រីហ្នឹងប៊ូយ៉ុងគឺសម្រួលកុំឲ្យវាយ៉ុងហ្នឹងសម្រួលកុំឲ្យវាយ៉ុងឥឡូវសួរទៀតឈ្មោះហ្នឹងម៉ែនឹកឃើញតែខ្លួនឯងឬក៏មិនដែរស្របតាមស្ថានភាពពីរនេះស្ថានភាពពីរនេះគឺថា
ពេលដែលយើងត្រូវចាប់ដើមចាប់ដៃគ្នាមានចិត្តមួយគ្នាគឺចាប់ដើមដល់កូនគាត់ដល់កូនខំសាមីដាខំសាមីដាហើយខំសាមីដាហើយទៀតហើយនៅជប៉ុនដែរជប៉ុនដែរសេរតរឹតសេរតបាទបងបាទផលិតអូនអញចង់ដឹងថាវីដេអូវគ្គក្រោយណាស្វីតយ៉ាងម៉េចខ្ញុំដឹងថារឹតហើយជាមួយនឹងបេឡាបងអូនស្រីខ្ញុំហ្នឹងចាហើយជាមួយលោករឹតមុននឹងបានគ្នាគឺអូនស្រីវិញកាដឹងចេះនិយាយទៅជាប់សាច់ឈាមចង់និយាយថា sweet របៀបម៉េចខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំកាត់ភាសាតិចបាទបកែភាសាអ្នករៀនកម្មវិធីបកែរកវិធីការនេះណាបាទរីរត់រឹតបើលោកគិរីមិនសូវម៉ាននេះនាងរត់កញ្ញារត់មិនសូវម៉ានទេបើដាក់លោករឹតល្អហ្មងល្អលោករឹតបាទលោកចម្រុងគេហៅតែលិតតាបើទៅពិធីកក្នុងកម្មវិធីសាសនាសរោទាំងអស់រីរងរឹតឥឡូវមករងទៀតនេះនេះរីរត់រងរុកកូនខ្ញុំអាក្រោយមួយទៀតអូខេឥឡូវមករត់អរគុណចាឥឡូវសូមមកអារម្មណ៍អរលោកសេនឹងញ៉ាំទៅទស្សនាជាមួយនឹងវីដេអូឃ្លីបរបស់យើងដូចតទៅសូមជើញចម្លើយអ្វីក៏បានដែរក៏បងព្រមទទួលទោះជាចម្លើយយ៉ាងណាក៏លោជាងមិនបានសួរអូនឬទេស្ងួនថាបងស្រឡាញ់អូនណាដឹងទេអូ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  forever with you baby oh oh my love yeah 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 អូនស្អាតគួរឲ្យស្រឡាញ់រឹងរូសគួរឲ្យខ្នាញ់ចង់ប្រាប់ថាស្រឡាញ់អូនពេញបេះដូងតែពេលស្រឡាញ់គ្នាតែមកកាន់តែយល់ពីអូនស្រឡាញ់បងខ្លាំងជាងដែលបងស្រឡាញ់អូននឹងទេថាបងមានសេចក្តីសុខប៉ុណ្ណាដែលមានជីវ៉ាតែងតែនៅក្បែរនឹងរូបបងចង់ឲ្យដឹងច្បាស់បងមិនដែលគិតថាពួកយើងអាចមានថ្ងៃនេះតែថ្ងៃមួយអូនចង់បាយអូនមិនចង់ធ្វើសង្សារមិនមែនជាក្តីប្រាថ្នាថានឹងនៅបែបនេះរហូតអូនថាអូនចង់ចាក់ចេញដើម្បីបំពេញអនាគតឬបែបនេះបងឈឺចាប់ខ្លាំងណាស់ដឹងទេអូ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 ដឹងទេអូអូ my love yeah 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 បងចង់សួរអូនថាកុំចាចេញបានទេនៅស្ដាប់ពីខ្លាំងដែលបងចង់ប្រាប់មីមេបងក៏មិនចង់ធ្វើសង្សារនឹងអូនដែរជប់សិនបងក៏មិនចង់ធ្វើសង្សារនឹងអូនដែររៀបការនឹងបងបានទេរៀបការនឹងបងបានទេរៀបការនឹងបងបានទេចម្លើយអ្វីក៏បានដែរក៏បងព្រមទទួលទោះជាចម្លើយយ៉ាងណាក៏លោជាងមិនបានសួរអូនឬទេស្ងួនថាបងស្រឡាញ់អូនណាដឹងទេអូ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  forever ថៃបងក៏ចង់និយាយថាថ្ងៃបងមិនដឹងធ្វើអីសប្បាយចិត្តមិនឬក៏មានរឿងអីដែលលាក់ក្នុងចិត្តខ្លះណែគិតvớiបងក៏មិនដែលដឹងដែរតែបើក្នុងនាមបងជាប្តីមួយរូបបងមិនដែលលះបង់ចោលនៅការទទួលខុសត្រូវរបស់បងទោះបីជាបងធ្វើអីក៏ដោយពេលខ្លះក៏អារម្មណ៍ល្អនិងអារម្មណ៍មិនល្អហើយក៏មិនដឹងថាអ្វីដែលបងធ្វើទៅអត់ដែលគិតឃើញអីខ្លះតែបងក៏តែចង់ឲ្យអីដឹងថាបើសិនជាឯងមានការអីគួរតែនិយាយបងតាមត្រង់និយាយទៅអត់ចង់ឲ្យលាក់បាំងហ
ហើយក៏ចង់ឲ្យណែមានអីនិយាយថងទៅថងមកចង់ឲ្យលាក់បាំងហើយមានចិត្តអន់ចិត្តទេក៏មួយទៀតបងនិយាយតាមពិតបោះចង់ឲ្យស្ដាប់ណាគេក្រៅពីបងឬក៏ជឿគេក្រៅពីបងឯងព្រោះអីយើងពីរនាក់បានដើរផ្លូវមួយគ្នាអញ្ចឹងបងចង់ឲ្យណែយល់ពីចិត្តបងស្ដាប់បាន ចា អូខេ ឲ្យខ្ញុំមែន សង្ស័យឲ្យណាគេសង្ស័យឲ្យអ្នកផ្សេងទៀត សិនតែបងឯងគេងោផ្ញើហើយចាំមកច្រើនជន់ទៅអី surprise អីគេហ្នឹង សង្ស័យនំខេកទៀត បាញ់ទិញទូដៃថ្មីខ្ញុំមែន កន្លែងនោះវាមានចំណុចមាននេះកន្លែងនេះគិតមើលថាវាចេះ មកដល់ផ្ទះអត់មានរៀបបាយទេបែវ៉ាហេចូលអាម៉ងនេះអាម៉ងវាមានប្រពន្ធមានកូនឥឡូវមិនដូចមុនទេ សុំទោសឲ្យមកយឺតតាមមកញ៉ាំបាយទៅលើមកយើងយឺតតិចហីអូមានកដោ អីមានកដោទៀត អូយ ស្អីហ្នឹង ឡើយមែលីអីគេហ្នឹង អាហ្នឹងអីគេ អាហ្នឹងមើលទៅដូចជាសាវទូទឹកកកតាហើយទូទឹកកកឡើងចេញសាវឲ្យដាក់កាមេរ៉ាទៀត ស្គួតសុត ហើយសាវគេចា សោចេញមកប្រប៉ុណ្្នឹងហើយសោទៅក៏ សោយគេអូរឹកបានដឹងសេរ៉អត់ដឹងអីទេ សម័យឥឡូវឃើញចោលច្រើនទេ មែន គេបន្លំទេអានេះសោផ្ទះតា អូ សោទេ សោទេ ផ្ទះក៏ដូចជាមិនមែនដែរព្រោះចម្រុងដូចក្រសងំអាល្អិតហ្នឹងក្រអាល្អិតហ្នឹងក្រចង់ងប់ អូអាល្អិត សាវគេ មើលលបង សាវនេះ បង សោធំបើនេះឯងពួកម៉ាវារាប់ឆ្នាំហី មកណា ជប់ឯងនិយាយសិន ហេតុអីក៏ទិញសាវធងទាំងពើឲ្យគាត់ទៅ ចង់និយាយចាអានេះលើកមុនណាលើកមុនការចម្រុងគេស្រឡាញ់ម្នាក់ស្រីមួយនោះណា ណា គេទិញធុងទាំងពើឲ្យមួយ ក្នុង ឥ រឿង ឡូវ ហ្នឹង នេះស្រឡាញ់អាលីឃើញអាលីល្អ ហឺ គេហៅសោម៉ូទ័រធុងទាំងពើសោ និ ម៉ូ យាយ ទ័រ ខើខ្លួនឯងហ្នឹង សោម៉ូទ័រធុងទាំងពើមានហាប់ និយាយលេងឥឡូវចង់ដឹងថាសាវនឹងសាវ រីកលេងទេ និយាយលេង សាវគេ ចង់និយាយថាចេះតែពិតខ្ញុំនឹងថាអ្វីខ្ញុំបង្ហាញនេះធ្វើឲ្យលោកអ្នកគិតមិនទេតែខ្ញុំគាត់តែចង់ឲ្យប្រពន្ធខ្ញុំមានក្តីសុខហើយសំខាន់គាត់កំពុងតែខ្វះខាតនៅរបស់មួយនឹងសម្រាប់គាត់ទៅណាទៅណីអីអញ្ចឹងសម្រាប់ខ្ញុំជិះអីក៏បានឬក៏ខ្ញុំធ្វើអីក៏បានដែរតែគាត់ត្រូវការនឹងមែនតើអញ្ចឹងមកចង់ឲ្យបិទភ្នែកសិន ធ្វើអី បិទភ្នែកសិនណា តែសិនណា បិទណាបិទកុំបើក វាយល់ចិត្តប្រពន្ធវាមិន រំភើបហ្នឹង ប្រិមិត្តទស្សនិកជនទាំងគ្នាក៏កំពុងតែចង់ដឹងតើសោដែលលោកចម្រុងបកគលឲ្យដល់លីគឺជាសោអ្វីអញ្ចឹងយើងបានជាដឹងទាំងអស់គ្នាឥឡូវនេះគាត់បាន អង្កលដូចបតិតចឹងអង្កលខ្លួនដូចបតិត ណែឡាយយឺតមក បើជើងកែបងនាំទៅណា ដើរសួរបួលមកមុខទៀតមក បងអា រំភើបនេះប៉ិនប្រយ័ត្នធ្លាក់ចដើលី ខ្ញុំអត់ដឹងថាអ្វីនេះគាត់ធ្វើ surprise ចឹងងាប់ឲ្យធូធំទាំងពើធ្វើឯងធ្វើ surprise ពើមក ផុតចដានៅ គាត់តែគាត់ដើរធម្មតាមុខតិចមានចដៅទៀត ហ្នឹងហ៎តែហ្នឹងមែនអូយបងឯងក្បាច់ក្បោ មុខទៀតមកមុខទៀតខាងមុខទៀតបើមានចដៅមួយទៀត ដាក់នៅ នៅ អីឡើង បាក់ហ៎ សោឡានណា អូយគួរឲ្យភ្ញាក់ផ្អើលមែនតើ កាដូកាដូដ៏អស្ចារ្យហើយក៏មិននឹកស្មានដែរ បាទខ្ញុំទៅ រថយន្តមួយគ្រឿងដ៏ទំនើប
Văn lan này kì ហ៎ lan mà ấy អត់ស្គាល់ដែរឡាននេះមក យកឡានពីណាមក ជាទូទៅគេហៅបេលីណា wow វ៉ាវជាមនុស្សស្រីដែលមានសំណាងបំផុ បាទ ត តាមទៅហើយ មានមនុស្សដែលខ្លួនស្រឡាញ់ opo satu អបសាទរ បណ្ដាស្រឡាញ់អត់ អូបងឯងលួចសំលុយទៀត លក់គោឲ្យបានមួយហ្នឹង ខ្ចីលុយខ្លួនឯងហ្នឹងមិនសម លក់គោចិញ្ចឹមគោ អូ គោបាន100ក្បាលបានមួយហ្នឹង វ៉ាវ bahនេះគឺជាកាដូ អូយឥឡូវសុំសួរលីវិញ មានអារម្មណ៍អីដែរ មានអារម្មណ៍យ៉ាងណាដែរនៅពេលដែលឃើញលោកចម្រុងហើយគាត់បានផ្ដល់កាដូមួយដ៏អស្ចារ្យឲ្យក៏មិននឹកស្មាន ខ្ញុំអត់នឹកស្មានសោះដាលីខ្ញុំអត់នឹកស្មានថាមិត្តភក្តិខ្ញុំគាត់ សំលុយបានច្រើន គាត់មិនសមលុយបានច្រើនហើយគាត់ធ្វើ surprise ស្គាល់លោកចម្លងជីតែម៉ូតូ បាទនៅ ទៅដល់ ក្នុង មុន ឱកាសបុណ្យចូលឆ្នាំថ្មីមានថា2016ខ្ញុំអត់នឹកស្មាន អត់នឹកស្មាន គាត់អាចធ្វើបានទេ វ៉ាវចាំបានសិល្បៈរបស់លោកប៉ៃចម្លងហ្នឹងសាហាវ បាទតាមខ្ញុំដឹងឡាននេះគាត់មានឈ្មោះថាបេលី ចាឥឡូវនេះកាដូពិសេសនៅក្នុងកម្មវិធីរបស់យើងដែលផ្ដល់មនុស្សជាទីស្រឡាញ់របស់គាត់គឺដាលីបានទទួលកាដូមួយដែលរំភើបអស្ចារ្យអញ្ចឹងមានន័យផ្ដល់ទៅគាត់វិញចង់ឃើញ ចង់ឃើញអត់ទេចង់ឃើញគាត់ឡើងឆា អត់ទេចង់ឃើញឥឡូវហ្នឹង ចង់ឃើញឥឡូវអូខេតោះ ចង់ឃើញឥឡូវហ្នឹង ឥឡូវហ្មង តោះឥឡូវហ្មងតោះ1 2 3 អូយថៃណាពីណាថៃអត់ឃើញច្រើនចាបន្ទាប់ពីចាលោកប៉ាច់ចរមបានផ្ដល់កាដូមួយជូនដល់ចាដាលីដែលជាគូអនាគតរបស់គាត់គឺពិតជាមានភាពរំភើប បាទ ចាកម្មវិធីរបស់យើងភ្ញាក់ផ្អើលមែនតើតែមិននឹកស្មានថាពីសោធំទាំងពៅសោទូតកោសោផ្ទះស្មានខុសទាំងអស់ទៅជាសោបេលី បាទចេះសង្គមដល់ប្រិមិត្តទូរទស្សនិកជន Oh my god ក៏ភ្ញាក់ផ្អើលដូចយើងខ្ញុំ13នាក់ដូចគ្នា ចាអរគុណ បាទ ខ្ញុំសម្រាប់ខ្ញុំរំភើបមែនតើមិននឹកស្មានថាលោកប៉ែនចម្រុងជាតារាភាពយន្តប្រចាំប្រជាជាតិកម្ពុជាគេហៅថា Superstar មានលុយច្រើន មានលុយរហូតដល់ទៅទិញបេលីឲ្យ អត់ទេបងសរុបនេះមកលុយហ្នឹងលក់កូនដែរហ្នឹងអញ្ចឹងសម្បត្តិរួមតដែរហ្នឹង ត្រឹមត្រូវ ទោះបីយ៉ាងណាក៏ ក៏ស្នា គាត់មានអីដែល បាទ តែណាទៅនេះងាយស្រួលដូចគេហើយណាមួយទៀតក៏ប្លែកជាងគេហើយក៏សង្ឃឹមថាពួកគាត់មនុស្សគាត់ចូលចិត្តអ្វីដែលការសាយជឿនឹងទំនើបអញ្ចឹងចង់គាត់មានការសាយជឿមួយរថយន្តនឹងទៅអាចធ្វើឲ្យគាត់មានអីល្អច្រើនសម្រាប់ខ្លួនឯង តែប៉ិតធ្វើត្រូវចម្រុងនិយាយមួយដាលីសណាដាលីសគាត់រៀនសិតសាលា ហ៊ានម៉ាសា បាទរៀននៅសាលាដែលមានតម្លៃថ្លៃ ចា ហើយរហូតដល់ក្រុមគ្រួសារគាត់ក៏យើងអាចនិយាយបានថាជាគ្រួសារអ្នកមាន ចា បាទអ្នកមាន ចា គាត់ដាក់ខ្លួនរហូតដល់មកដល់ស្រឡាញ់ប៉ែនចម្រុងដែលជាបុរសដែលក្រលហេមលហាម បាទដូច្នេះលោកចម្រុង អត់លើសទេ អត់លើដូច្នេះលោកចម្រុងត្រូវតែធ្វើអ្វីធ្វើទៅបិទតែគាត់ក្រប៉ុន្តែគាត់មានទឹកចិត្តទំហំចិត្ត ចា បាទដូច្នេះត្រូវតែបកគលអ្វីដែលជាការតបស្នងនៅ អត់ទេមានលុយទិញប៉ុណ្ណេះមិនក្រទេ មានលុយទិញបេលីក្រទេគួតស្លាប់ អរគុណច្រើនចាកម្មវិធីរបស់យើងនៅក្នុងវគ្គនេះគឺបានផ្ដល់ជូននៅភាពរំភើបជូនដល់លោកស្រីនិងកញ្ញាជាពិសេសសម្រាប់គូស្នេហាទាំងពីរផងដែរពីកម្មវិធីនៅពេលនេះសូមពេលអនុញ្ញាតសម្រាប់បន្តិចសិន